Mark ban banh mùi crop trong việc bàn tay mình ban thưa ở miền rộng buồn vậy lại. Mark đại khuyên còn lại lẹ luôn từ ban để sai chọc bạch. P đại chết nâng slap còng đại bị sai Fujioka ban trở lọt một mình. Quát ban cặp bị sai mùi cầm bật rong rộng buồn hai chui sừng rum mạ. Bàn tay con tài ruột tìm một kha khang một có miên ca ở bạn đầy tiệt. Cuộc kết chẳng phi ban ở thẹn cho từ cào. P đang luôn làng vĩnh Fujioka ban thẹn một nực bay một ô mùi. Riêng tay chẳng mùi hạ đôi chỉ bạc bạch hai thanh chẳng trơ mê chơ một tiệp hồng. Sầm năng ó mình miên cút hạ đo chỉ vật. Mark có ban thẹn chốtក្នុងអូដូចគ្នាហើយមិនមានគ្រោះថ្នាក់ដល់ជីវិតទេគ្រាន់តែអ្នកទាំងពីរបានបែកគ្នាតែប៉ុណ្ណោះនៅលើភ្នំមិនឆ្ងាយប៉ុន្មានមានសម្លេងក្រហមយ៉ាងខឹងសម្បាររបស់បិសាច Fujioka ព្រួយបារម្ភថា Mark នឹងជួបគ្រោះថ្នាក់ក៏កាន់ដាវធំប្រញាប់រត់ឡើងទៅលើភ្នំ Mark អស់កម្លាំងរលីងទើបអាចដើរចេញពីអូក្រោមជ្រលងភ្នំបានទោះយ៉ាងណាគាត់ទើបតែដេកចុះចង់សម្រាកស្រាប់តែមានក្រពើដ៏ធំមួយលេចឡើងនៅក្បែរគាត់មិននឹកស្មានថានៅលើកោះនេះក្រៅពីមានបិសាចគួរឲ្យខ្លាចនៅមានក្រពើដ៏កាចសាហាវទៀតក្នុងចម្ងាយចិត្តបែបនេះប្រសិនបើក្រពើវាប្រហារ Mark គាត់ច្បាស់ជាស្លាប់មិនខានសំណាងល្អក្រពើស៊ីឆ្អែតហើយក៏មិនបានខ្វល់ពី Mark ឡើយឃើញក្រពើវាចូលទៅក្នុងទឹក Mark ក៏ប្រញាប់ញៀករត់ចេញពីទីនោះភ្លាម កោះនេះមានទិដ្ឋភាពព្រៃស្រោង Mark មិនដឹងថាខ្លួនឯងនៅទីណាហើយក៏មិនដឹងថាត្រូវដើរទៅណាដែរដើរទាំងក្រដាបត្រដួស Mark បានមកដល់ក្បែរទឹកធ្លាក់មួយទីនេះមានទេសភាពស្អាតដូចគំនូរគួរឲ្យស្ដាយគាត់គ្មានពេលគយគន់ពីទេស្រាប់តែឃើញបិសាចនោះក៏នៅក្បែរទឹកធ្លាក់ដែរវាកំពុងយកស្លែមកលាបលើមុខរបួសរបស់វាមើលទៅកាំបិតរបស់ Fujioka ពិតជាបានធ្វើឲ្យវារបួសខ្លះមែនគ្រាន់តែពេលវាកំពុងសម្អាតមុខរបួសវាមិននឹកស្មានថាមានក្រពើមួយកំពុងសម្លឹងមើលវាពេលវាមិនប្រយ័ត្នក្រពើមួយបានស្ទុះចេញពីទឹកមកខំវាហើយទាញវាចូលទៅក្នុងទឹកមិននឹកស្មានថាបិសាចត្រីដែលស្រេកឃ្លានឈាមត្រូវក្រពើចាត់ទុកជាចំណីសោះចង់ដឹងថាអ្នកណានឹងឈ្នះ Mark ដែលបំរុងនឹងរត់ទៅហើយនោះក៏ចាប់អារម្មណ៍ឈប់មើលសិនមិនយូរប៉ុន្មានទឹកទន្លេក៏ប្រែជាពណ៌ក្រហមសាកសពក្រពើបានអន្តែតឡើងមើលទៅបិសាចត្រីជាអ្នកឈ្នះហើយឃើញបិសាចត្រីឈ្នះ Mark ក៏ប្រញាប់រត់ចេញពីទីនោះភ្លាមចំណែក Fujioka វិញបានវង្វេងក្នុងព្រៃគាត់បានប្រទះឃើញសាកសពទាហានឆាតយកម្នាក់នៅក្នុងព្រៃ Fujioka ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយរអិលជើងធ្លាក់ចូលក្នុងអន្ទាក់គ្រាន់តែញើបមុខឡើងគាត់ក៏ត្រូវបិសាចត្រីមួយទៀតធ្វើឲ្យភ័យពេលសម្លឹងមើលឲ្យច្បាស់ទើបដឹងថាបិសាចត្រីនោះស្លាប់បាត់ទៅហើយនៅលើក្បាលវាមានស្នាមគ្រាប់កាំភ្លើងយ៉ាងច្បាស់មើលទៅប្រហែលជាទាហានឆាតយងដែលស្លាប់នោះជាអ្នកបាញ់ប៉ុន្តែពួកគេទាំងពីរបានស្លាប់ជាមួយគ្នានេះបញ្ជាក់ឲ្យឃើញថានៅលើកោះនេះមិនមែនមានបិសាចត្រីតែមួយក្បាលទេប្រហែលជានៅមានសត្វចម្លែកគួរឲ្យខ្លាចបែបនេះច្រើនទៀត Fujioka បានរកឃើញកាំភ្លើងខ្លីមួយដាំនៅនឹងដៃទាហានឆាតយងដែលស្លាប់នោះទោះបីជាគ្រាប់នៅសមមិនច្រើនប៉ុន្តែមានប្រសើរជាងអត់មិនដឹងថាដល់អស់ប៉ុន្មានទេ Fujioka បានឃើញយន្តហោះចម្បាំងដែលធ្លាក់មួយគ្រឿងនៅខាងក្រៅរូងភ្នំយន្តហោះចម្បាំងនេះប្រហែលជារបស់អាកាសយានិកម្នាក់នោះហើយ Fujioka បំរុងនឹងរាវរករបស់ខ្លះលើយន្តហោះប៉ុន្តែនៅខាងក្នុងទេស្អាតគ្មានអ្វីសោះមេឃចាប់ដើមងឹតយ៉ាងលឿន Mark ក៏បានរកឃើញស្លាបយន្តហោះពាក់កណ្ដាលនៅក្នុងព្រៃដែរដើម្បីការពារខ្លួន Mark បានយកបំណែកយន្តហោះមកធ្វើជាអាវុធមួយបន្ទាប់មកគាត់ក៏បានមកដល់មុខរូងភ្នំដែលមានយន្តហោះធ្លាក់នោះដែរគាត់បានរកឃើញកាំភ្លើងបាញ់សញ្ញាមួយនិងដែកកេះមួយនៅក្នុងបន្ទប់បើកបរសម្រាប់ការរស់រានមានជីវិតនៅក្នុងព្រៃភ្លើងគឺពិតជាសំខាន់ណាស់មិនបាច់និយាយក៏ដឹងដែរមានដែកកេះអាចបង្កើនឱកាសនៃការរស់រានមានជីវិតរបស់ពួកគេយ៉ាងច្រើនក្រៅពីនេះ Mark ក៏បានរកឃើញគ្រាប់បែកមួយគ្រាប់នៅខាងក្រោមយន្តហោះផងដែរមើលទៅមុនពេលធ្លាក់យន្តហោះនេះប្រហែលជាកំពុងប្រយុទ្ធនៅសមរភូមិមុខប៉ុន្តែមិនមានឱកាសទម្លាក់គ្រាប់បែកទេ Mark បំរុងនឹងសម្រាប់មួយផ្លែសិនទៅចេញទៅតែនឹកស្មានមិនដល់ក៏បានជួប Fujioka នៅទីនេះ Fujioka បានផ្ដល់សញ្ញាឲ្យ Mark ដើរតាមខ្លួនហាក់ដូចជារកឃើញអ្វីដែលសំខាន់គាត់បាននាំ Mark ចូលទៅក្នុងរូងភ្នំនៅទីនោះពួកគេបានឃើញសម្បុកដង្កូវដ៏ធំមួយព្យួរនៅក្នុងរូងមើលទៅទីនេះជាសម្បុករបស់បិសាចត្រីហើយសម្បុកដង្កូវនោះគឺជាកូនរបស់បិសាចត្រីដោយសារត្រូវបិសាចត្រីដេញសម្លាប់រហូតពួកគេទាំងពីរក៏ខឹងយ៉ាងខ្លាំងដែរ Mark បានស្នើឲ្យប្រើគ្រាប់បែករបស់យន្តហោះមកកំទេចសម្បុកនេះចោលនិយាយចប់ពួកគេក៏ត្រឡប់ទៅយកគ្រាប់បែកពីយន្តហោះមកទោះយ៉ាងណានៅពេលដែលពួកគេរៀបនឹងចុចបំទុះគ្រាប់បែកស្រាប់តែបិសាចត្រីលេចចេញមកពីក្រោយហើយលួចវាប្រហារ Mark ទល់មិនរួចក៏ត្រូវបិសាចត្រីចាក់ចំកន្លែងសំខាន់ Fujioka បានបាញ់មួយគ្រាប់ចំទួបិសាចត្រីប៉ុន្តែមិនអាចសម្លាប់វាបានទេបិសាចត្រីមានស្បែកក្រាស់សាច់ស្វិតគ្រាប់កាំភ្លើងដែលនៅសមមិនប្រាកដថាអាចសម្លាប់វាបានឡើយដូច្នេះ Fujioka ក៏តម្រង់ការនាំកាំភ្លើងទៅរកសម្បុកដែលព្យួរនៅក្នុងរូងគ្រាន់តែឮសូរគ្រាប់កាំភ្លើងទុះកូនបិសាចត្រីនៅក្នុងសម្បុកក៏ធ្លាក់ចុះមកបិសាចត្រីក៏បែកអារម្មណ៍ងាកទៅមើលកូនវាមួយរំពេចពេលនោះ Fujioka ចង់គ្រាម Mark ដែលរងរបួសចេញទៅប៉ុន្តែ Mark រងរបួសធ្ងន់ពេកទៅហើយគាត់គ្មានសង្ឃឹមនោះទេដើម្បីកុំឲ្យខ្លាចជាបន្ទុករបស់ Fujioka Mark ឲ្យ Fujioka ចេញទៅមុនចំណែកគាត់សុំនៅសល់ដើម្បីចុចបំទុះគ្រាប់បែក Fujioka មិនបានស្ទាក់ស្ទើរឡើយមានតែប្រញាប់រត់ចេញពីរូងភ្នំយ៉ាងលឿនគាត់ទើបតែរត់ចេញមកដល់ក្រៅរូងភ្នំស្រាប់តែមានសម្លេងទូយ៉ាងខ្លាំងបន្លឺឡើងពីខាងក្នុងរូងភ្នំទាំងមូលពោពេញទៅដោយសមុទ្រភ្លើងមើលទៅបិសាចត្រីក៏ប្រហែលជាមិនរស់ដែរប្រហែលជាអណ្ដាតភ្លើងពីរូងភ្នំត្រូវបានគេឃើញពីខាងក្រៅមិនយូរប៉ុន្មាននាវាពិឃាតមួយគ្រឿងរបស់កងទ័ពអាមេរិកបានមកដល់កោះនេះហើយជួយសង្គ្រោះ Fujioka ចេញទៅបន្ទាប់ពីនាវាចម្បាំងចាក់ចេញទៅបិសាចត្រីដែលរងរបួសមួយក្បាលបានលេចឡើងនៅក្បែរមាត់សមុទ្រមើលទៅការផ្ទុះនោះមិនបានសម្លាប់វាទេសាច់រឿងទាំងមូលក៏ត្រូវបានបញ្ចប់ត្រឹមនេះចំណែកឯកប៉ោនរកដែលបានរៀបរាប់នៅក្នុងវីដេអូនេះក៏មានប្រវត្តិពិតប្រាកដដែរនៅក្នុងសម័យសង្គ្រាមលោកលើកទី2កងទ័ពជប៉ុនបានដឹកជញ្ជូនឆ្លើយសឹកត្រឡប់ទៅប្រទេសរបស់ពួកគេវិញប៉ុន្តែលក្ខខណ្ឌនៃប៉ោដែលពួកគេប្រើប្រាស់គឺអាក្រក់ខ្លាំងណាស់ជារឿយមានឆ្លើយសឹកជាច្រើនអ្នកបានស្លាប់ដោយសារមិនមានការព្យាបាលក្រៅពីឆ្លើយសឹកដែលស្លាប់ដោយសារកត្តាបរិស្ថាននៅមានកងទ័ពជប៉ុនដែលមិនបានព្យួរសញ្ញាមិនមែនជាអ្នកប្រយុទ្ធតាមអនុសញ្ញាអន្តរជាតិដែលបណ្ដាលឲ្យទ័ពសម្ព័ន្ធមិត្តយល់ច្រឡំហើយបាញ់សម្លាប់យោងតាម